ចោកោមកអាក្រក់មិនស្អាតដូចគេចំណេះខ្ញុំមិនសូវមានតែជំនាញធ្វើកាន់ជាគេរូបខ្ញុំជាកូនអ្នកក្រគេមិនចង់រាប់អានខ្ញុំនោះទេចាំបាច់ឬអានធ្វើអីបើរូបខ្ញុំជាកូនអ្នកក្រចាំបាច់ឬអានធ្វើអីបើខ្ញុំមិនមានការងារល្អជីវិតខ្ញុំមួយនេះខ្ញុំមិនដែលតូចចាត់ខ្លួនឯងទេទោះបីជាខ្ញុំកាន់មកគ្រួសារក្រមិនមានដូចជារូបគេខ្ញុំសុំចិត្តកុំរឿងអាងកុំមើលញីខ្ញុំតើបានទេខ្ញុំកើតជាកូនអ្នកក្រតែរូបខ្ញុំក្រពិតមានដីខ្ញុំមិនដែលទៅបំពេញលើអ្នកណាអ្នកដទៃខ្ញុំមិនដែលធ្វើអ្វីដែលសំទុំមិនត្រូវការអីជីវិតខ្ញុំត្រូវរៀនរស់ខ្ញុំរៀនរស់ឲ្យមានតម្លៃខ្ញុំក្រខ្ញុំស៊ូខ្ញុំទ្រាំខ្ញុំខំតែជីវិតខ្ញុំវាមិនទាន់មានផ្លែផ្កាស៊ូយ៉ាងណាក៏នៅតែកាន់ជាទេជីវិតខ្ញុំសឹងលំបាកមែនទេទ្រាំស៊ូខ្ញុំទ្រាំអត់ខ្ញុំទ្រាំហត់នឹងជីវិតតែខ្ញុំមិនរៀបថយទេជីវិតអើយពិតជាមានន័យគង់កើតមកចំគ្រួសារក្រក្រៃប៉ាតែងប្រាប់ថាកូនឲ្យខំប្រឹងបើស្រឡាញ់អីគឺនឹងកុំស្ដាប់សំដីគេកូនកុំតូចចិត្តរស់សំដីគេមិនងាយបានទេឲ្យប៉ាសុំតូចដែលធ្វើឲ្យកូននឹងបាជាមួយប៉ាតែកូនប្រាប់ប៉ាវិញថាប៉ាគឺជា Superstar ប៉ាគឺជាវីរៈបុរសសម្រាប់កូនប្រុសម្នាក់នេះណាប៉ាគឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាប៉ាគឺជាបុរសម្នាក់ដែលស្រឡាញ់ប្រពន្ធកូនគ្រួសារលោកប៉ាមិនដែលឲ្យកូនប្រពន្ធហូរទឹកនេត្រាប៉ាគិតតែពីខំប្រឹងធ្វើការយកលុយឲ្យកូនចូលសាលាលោកប៉ាអើយលោកប៉ាលំបាកខ្លាំងហើយណាលោកប៉ា